ដើម្បីជួយសង្គ្រោះស្វាមីអ្នកមានរបស់នាងពីសេចក្តីស្លាប់ស្ត្រីថ្មីម្នាក់បានញុះញង់គាត់ឲ្យលោតចូលទៅក្នុងទន្លេដែលមានក្រពើច្រើននៅពេលដែលស្វាមីរបស់នាងមិនអាចងើបឡើងមកវិញបានទីអាចជឿថានាងនឹងសម្រេចគោលដៅរបស់នាងក្នុងការទទួលមរតកទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់គាត់ខណៈពេលដែលនាងកំពុងរីករាយនឹងសេរីភាពស្មានដល់បុរសចំណាស់ពិតជាអាចហែទឹកបានមែនគាត់គ្រាន់តែលេងសើចជាមួយនាងប៉ុណ្ណោះប៉ុន្តែស្ត្រីដ៏ខូខើនោះមិនព្រមបោះបង់ចោលឡើយបន្ទាប់មកនាងបានញុះញង់បុរសអ្នកមានឲ្យលោតទឹកជ្រោះជំនួសនាងក្រោមពាក្យផ្អែមល្ហែមរបស់ភរិយាដ៏ស្រស់ស្អាតរបស់គាត់ដោយមិនគិតមួយសន្ទុះបុរសអ្នកមាននោះបានឡើងច្រាំងថ្មចោតដ៏ខ្ពស់ដោយក្លាហានដកដង្ហើមវែងរួចលោតចុះទៅក្រោមហើយដោយការរំពឹងទុកលើកនេះស្វាមីអ្នកមានមិនបានលេចមុខមកវិញទេបន្ទាប់ពីមើលជុំវិញនាងរកប្តីរបស់នាងមិនឃើញនៅកន្លែងណាទេឃើញគម្រោងរបស់នាងទទួលបានជោគជ័យឌីអាក៏ញឹមពេលនាងកំពុងស្រមៃចង់សងសឹកនាពេលអនាគតនាងស្រាប់តែនឹកឃើញរឿងដ៏សាហាវមួយនោះគឺនាងពិតជាមិនដឹងពីរបៀបបើកបរទូកល្បឿនលឿនទេដោយឃើញទូកល្បឿនលឿនអន្តែតដោយគ្មានគោលដៅឌីអាក៏ភ័យស្លន់ស្លោហើយទាញទូរស័ព្ទរបស់នាងចេញយ៉ាងលឿនដើម្បីហៅប៉ូលីសប៉ុន្តែគ្មានសញ្ញាអ្វីទាំងអស់នៅក្នុងព្រៃបុរាណនេះដោយភ័យស្លន់ស្លោនាងបានស្រែកសុំជំនួយយ៉ាងខ្លាំងនាងស្រែកយ៉ាងខ្លាំងប៉ុន្តែគ្មានការឆ្លើយតបទេអារម្មណ៍អស់សង្ឃឹមទាំងស្រុងបានធ្វើឲ្យឌីយ៉ាភ័យខ្លាចដែលអង្គុយនៅជ្រុងមួយហើយយំយ៉ាងខ្លាំង2ម៉ោងបានកន្លងផុតទៅចាប់តាំងពីនាងជាប់នៅទីនោះដោយដឹងថានាងមិនអាចអង្គុយស្ងៀមនៅទីនោះបានទេនាងបានព្យាយាមបើកទូកល្បឿនលឿនដោយមិននឹកស្មានដល់សកម្មភាពច្របូកច្របល់របស់នាងបាននាំឲ្យនាងលើកទូកដោយចៃដន្យបន្ទាប់មកមានគ្រោះថ្នាក់ជាបន្តបន្ទាប់ដែលបណ្ដាលឲ្យទូកល្បឿនលឿនបង្កើនល្បឿនភ្លាមនាងកំពុងវិលជារង្វង់ហើយទិដ្ឋភាពភ្លាមនេះធ្វើឲ្យឌីយ៉ាភ័យខ្លាចយ៉ាងខ្លាំងរហូតដល់នាងសើមខ្លួនដោយគ្មានជំរឿផ្សេងទៀតនាងបានក្រោកឈរឡើងហើយស្រែករកជំនួយទូកល្បឿនលឿនហៀបនឹងបុកធ្មិននៅលើច្រាំងនាងបានប្រញាប់ប្រញ័រទៅកៅអីអ្នកបើកបរដើម្បីដកសចេញប៉ុន្តែដោយភាពភ័យស្លន់ស្លោដៃរបស់នាងញ័រហើយនាងបានទម្លាក់សចូលទៅក្នុងទន្លេទោះបីជាទូកល្បឿនលឿនឈប់វិលក៏ដោយក៏នាងបានងើយមុខឡើងហើយបានឃើញទិដ្ឋភាពដ៏សាហាវមួយភ្លាមនោះទឹកជ្រោះដ៏ធំមួយបានលេចចេញមកនៅខាងមុខឌីយ៉ាមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងពេលឃើញវាដោយដឹងថាទូកលឿនហៀបនឹងធ្លាក់ពីលើច្រាំងថ្មចោតនាងបានវិចខ្ចប់របស់របររបស់នាងយ៉ាងលឿនហើយទៅផ្នែកខាងក្រោយដោយរៀបចំឡោតចុះប៉ុន្តែបន្ទាប់មកនាងបានដឹងថានាងមិនអាចហែទឹកបានតតែសោះជាសំណាងល្អមានប៊ូឡុងសង្គ្រោះមួយនៅផ្នែកខាងមុខនៃទូកដូច្នេះដោយមិនគិតនាងបានបោះវាចូលទៅក្នុងទន្លេពេលនាងមើលប៊ូឡុងសង្គ្រោះអន្តែកាន់តែឆ្ងាយទៅទីអាបានដឹងថាប៊ូឡុងសង្គ្រោះមិនត្រូវបានប្រើបែបនោះទេដោយសារទូកល្បឿនលឿននៅឆ្ងាយពីច្រាំងថ្មចោតត្រឹមតែមួយជំហានប៉ុណ្ណោះហើយគ្មានផ្លូវរត់គេចខ្លួននាងអាចត្រឹមតែចាប់យកវ៉ាលីរបស់នាងហើយលាក់ខ្លួននៅជ្រុងមួយដោយអធិស្ឋានសុំអភូតហេតុជាសំណាងល្អឌីយ៉ាមានសំណាងណាស់ទឹកជ្រោះដែលនាងបានជួបប្រទះមិនខ្ពស់ប៉ុន្មានទេហើយនាងមានសំណាងគ្រប់គ្រាន់ដែលត្រូវបានទន្លេនាំត្រឡប់ទៅច្រាំងវិញពេលនាងជាសះស្បើយនាងភ្លាមនោះនាងបានទាញទូរស័ព្ទរបស់នាងចេញពីកាំបិតដើម្បីហៅរកជំនួយប៉ុន្តែទូរស័ព្ទនៅតែគ្មានសញ្ញាដោយអស់សង្ឃឹមនាងអាចបញ្ចេញកំហឹងរបស់នាងដោយស្រែកបន្ទាប់ពីស្ងប់ចិត្តបន្តិចទីអាគ្មានជំរឿអ្វីក្រៅពីជូតទឹកភ្នែកចេញពីភ្នែករបស់នាងហើយលេបស្រាខ្លាំងពី3មាត់ដើម្បីស្ងប់ចិត្តឡើយនាងបានដឹងថានាងមិនអាចអង្គុយនៅទីនោះហើយរងចាំស្លាប់បានទេជាជាងរងចាំស្លាប់នៅទីនេះនាងគួរតែចូលទៅក្នុងព្រៃហើយព្យាយាមរស់រានមានជីវិតនៅក្នុងព្រៃប្រហែលជានោះជាឱកាសតែមួយគត់របស់នាងដើម្បីរស់រានមានជីវិតដល់ចំណុចនេះនាងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតភ្លាមបន្ទាប់មកស្លៀករ៉ូបពណ៌ក្រហមភ្លឺចែងចាំងនិងស្បែកជើងកែងខ្ពស់10សង់ទីម៉ែត្រមុនពេលដើរចូលទៅក្នុងព្រៃដ៏គ្រោះថ្នាក់ប៉ុន្តែមុនពេលដែលនាងបានទៅឆ្ងាយបន្ទាប់មកនាងបានរកឃើញដានជើងសត្វមួយជួរនៅលើដីដោយដើរតាមទិសដៅនៃដានជើងទាំងនោះនាងមានការភ័យរន្ធត់យ៉ាងខ្លាំងនៅពេលឃើញខ្លាឃ្មុំមួយក្បាលកំពុងផឹកទឹកនៅមាត់ទន្លេខាងមុខដែលនាងច្រឡំថាជាកូនខ្លាឃ្មុំគ្រាន់តែដែលភ្ញាក់ផ្អើលព្រះស្គាល់ខ្ញុំខ្លាឃ្មុំងើបក្បាលឡើងខ្ញុំបានកត់សម្គាល់ឃើញគាត់ហើយភ្លាមនោះខ្ញុំបានងាកមកគាត់ប្រញាប់ប្រញ័រទៅរកវានៅពេលនោះទីយ៉ាភ័យខ្លាចខ្លាំងណាស់រហូតរត់ចេញប៉ុន្តែដោយសារតែគាត់ពាក់ស្បែកជើងកែងខ្ពស់ហើយមិនយូរប៉ុន្មានគាត់ក៏បាត់ខ្លួនទៅគាត់បានបាត់បង់ចំហររបស់គាត់ហើយដួលទៅលើដីដោយមើលទៅខ្លាឃ្មុំនឹងដេញនឹងខំនៅពេលវេលាដ៏សំខាន់នោះឌីយ៉ាបានហោះចេញទៅស្បែកជើងកែងខ្ពស់បានបុកទៅក្រោយខ្លាឃ្មុំប៉ុន្តែអ្នកណាទៅដឹងថាវិនាទីបន្ទាប់ឆ្កែនោះខ្លាឃ្មុំត្រូវបានគ្រប់ដណ្ដប់ដោយជើងដៃក្លិនស្អុយខ្លាំងពួកគេក៏បានដើរទៅជិតស្បែកជើងគាត់បានលើកលាមកយ៉ាងប្រញាប់ប្រញាល់ហើយខណៈពេលកំពុងឆ្លៀតតែដែលមានឱកាសនេះគាត់បានរត់គេចខ្លួនហើយលាក់ខ្លួននៅក្នុងព្រៃនោះហើយជារបៀបដែលខ្ញុំបានរួចផុតពីគ្រោះអន្តរាយមួយដែលអាចត្រូវបានអំដោយការផ្លាស់ប្ដូរនៃបន្តិចម្ដងសីតុណ្ហភាពនៅខាងក្នុងកាន់តែខ្ពស់ឡើងដើម្បីទប់ទល់នឹងភាពត្រជាក់ខ្លាំងឌីអាស៊ីគ្មានជំរឿអ្វីក្រៅពីធ្វើត្រាប់តាមមនុស្សបានព្យាយាមដុតភ្លើងដោយយកឈើមកត្រដុសវាប៉ុន្តែតែខូចហើយគ្មានការភ្លើងណាមួយត្រូវបានបង្កើតឡើងទេដោយបង្កើតដោយគ្មានទីពឹងគាត់គ្មានជំរឿអ្វីក្រៅពីពឹងឯកលើការលោតដើម្បីរក្សាភាពកក់ក្ដៅនៅពេលនេះគាត់ស្រាប់តែងាកមើលក្រឡេកមើលទៅមុខហាក់ដូចជាមានតែសត្វស៊ីសាច់ពណ៌ប៉ុណ្ណោះទីអាបានងាកមកដោយមានអារម្មណ៍ថាមានអ្វីមួយរត់ប៉ុន្តែដោយសារតែភាពងឹតវាងឹតពេកហើយវិនាទីបន្ទាប់គាត់ត្រូវបានដាំឈើមួយសង្កូនោះបានលោតចុះមកហើយគាត់ក៏ដួលនៅនឹងសន្លប់ហើយរងចាំរហូតដល់បន្ទាប់រីឌីភ្ញាក់ពីសន្លប់មកចុះខ្ញុំនឹងឃើញពណ៌ស្ពីយកមិញសត្វដែលមានពណ៌ស្រស់ឆើតឆាយនោះបានប្រែក្លាយជាមនុស្សតូចគ្មានគ្រោះថ្នាក់បន្ទាប់ពីជួបប្រទះនឹងបទពិសោធន៍ដ៏រំភើបបន្ទាប់ពីការជួបគ្នានោះនៅពេលនេះឌីអាស៊ីឃ្លានខ្លាំងណាស់រហូតដល់ទ្រូងរបស់របស់គាត់ដោយអស់សង្ឃឹមអាចធ្វើបានតែមើលរូបភាពអាហារផ្លែព្រូនជួយបំបត្តិការស្រេកទឹកប៉ុន្តែអ្នកណាទៅដឹងថាវាធ្វើឲ្យអ្នកឃ្លានរហូតដល់ខ្ញុំឃើញអ្វីមួយក្នុងកាបួយដប់រួចគាត់ដោយមិននិយាយអ្វីសោះគាត់ក៏ដាក់វាចូលគាត់មានអារម្មណ៍ចង់ក្អួតនៅវិនាទីបន្ទាប់គាត់បានក្អួតវាចេញដូចដែរការមិនដឹងថាត្រូវធ្វើអ្វីគឺជារឿងល្អកញ្ជ្រោងតូចនៅក្បែរវាហាក់ដូចជាកំពុងបានរួចផុតពីស្ថានភាពលំបាករបស់គាត់ហើយបន្តមកផ្លូវណែនាំឌីអាជាបានមកដល់កន្លែងមួយដែលមានទឹកទីតាំងប្រភពស្រេកទឹកខ្លាំងមិនអាចទ្រាំទ្របានទីយ៉ាត្រូវបានទាញចេញពីទឹកមិនត្រឹមតែប៉ុណ្ណោះទេថែមទាំងមានមនុស្សលាក់ក្បាលនៅក្បែរនោះទៀតរបស់តូចចម្លែកជាច្រើនដុះនៅទីនោះសិតមើលទៅគួរឲ្យចង់ញ៉ាំណាស់ទីយ៉ាដែលឃ្លានខ្លាំងមិនបានគិតដល់វាគិតថាខ្ញុំនឹងចុះចេញពីតំណែងហើយបន្តមកជាបំណែកតូចបន្ទាប់មកទឹកអប់ត្រូវបានប្រើសម្រាប់បន្ថែមរសជាតិរាល់ពេលបន្ទាប់ពីរីករាយជាមួយអាហារផ្សេងទីជប់លៀងដ៏ធំមួយទោះបីជាដេបណ្ដោះអាសន្នបានបំបត្តិការស្រេកឃ្លានរបស់ខ្ញុំប៉ុន្តែបន្ទាប់ពីគាត់ក៏ប្រញាប់ឡើងទៅលើមេពេលបង្វិលខ្លួនជុំវិញពួកគេក៏បានរកឃើញកញ្ជ្រោងតូចនៅពេលនេះពិតជាបានខ្លាចជាអូយឌីយ៉ាទៅតែពេលនេះពួកគេបានស៊ីផ្សិតពលមួយប្រភេទអំដោយនៅពេលដែលជាតិពុលចូលទៅក្នុងខ្លួនរបស់គាត់ញ៉ៃណាស់វិនាទីបន្ទាប់ឌីយ៉ាមានអាយុ2ឆ្នាំចក្ខុវិស័យរបស់ខ្ញុំបានងឹតទាំងស្រុងហើយជាសំណាងល្អគាត់បានលេបថ្នាំពុលសិតមិនច្រើនទេហើយវាក៏បាត់ពីដីយ៉ាងឆាប់រហ័សគាត់ភ្ញាក់ពីសន្លប់ហើយពេលគាត់ដើរចូលទៅក្នុងទីហោះស្ថានម្ដងទៀតយ៉ាងណាក៏ដោយក្នុងអំឡុងពេលធ្វើដំណើរស្រាប់តែបានរកឃើញថានៅក្នុងព្រៃខាងមុខផ្សែងមួយហុយឡើងបង្ហាញថាគួរតែមាននរណាម្នាក់ប្រសិនបើមានផ្សែងបន្ទាប់មកគាត់ក៏បកទៅរកខ្យល់ភ្លាមទៅកន្លែងដែលមានផ្សែងដូចឌីយ៉ារត់មកដោយរំភើបទោះជាយ៉ាងណាក៏ដោយក្រោយមកពួកគេបានរកឃើញដោយសោកសៅវាមិនមែនគ្រាន់តែជាការផ្សព្វផ្សាយពាណិជ្ជកម្មមិនមែនជាផ្សែងទេប៉ុន្តែជាដើមឈើដែលកំពុងតែឯកឯងដែលបានកើតឡើងគឺដូចគ្នានឹងក្នុងភាពអស់សង្ឃឹមការដុតបំផ្លាញដើមឈើខ្ពស់នោះស្រាប់តែងាកមករកការវាយប្រហាររបស់គាត់គឺជាសំណាងល្អដោយសារតែតារាង
ងកំណើតរបស់គាត់វារឹងមាំគ្រប់គ្រាន់ហើយដែលវាមិនត្រូវបានដាំឈើបាននឹងចំណុចសំខាន់មួយទោះបីជាវាជាសំណាងគាត់បានរក្សាសក្តានុពលរបស់មេងប៉ុន្តែការកណ្ដាលនៃរាងកាយរបស់គាត់ត្រូវបានខ្ទាស់យ៉ាងរឹងមាំទៅមិនថាវាខំប្រឹងប៉ុណ្ណាក៏ដោយការប៉ុនប៉ងទម្លុះស្បែកទាំងអស់គឺឥតប្រយោជន៍ទេគ្រាន់តែគាត់វាលាក់ក្នុងភាពអស់សង្ឃឹមពីមុនកញ្ជ្រោងតូចបានប្រញាប់ប្រញាល់មកចុះបន្តធ្វើដំណើរទៅរកដីការជីករណ្ដៅនិងជីកដីគឺដូចជាបង្រៀនឌីយ៉ាពីរបៀបសង្គ្រោះខ្លួនឯងពេលឃើញបែបនេះហ្វាឌីយ៉ាក៏យល់ភ្លាមការត្រាស់ដឹងភ្លាមដើម្បីធ្វើតាមចាប់ផ្ដើមជីកកកាយក្នុងរយៈពេលជាច្រើនបន្ទាប់ពីធ្វើការយ៉ាងលំបាកអស់រយៈពេលជាច្រើនបានរួចគាត់ពីការចង់របស់ដើមឈើបន្ទាប់មកគាត់បានរើសយកមានតែកញ្ជ្រោងសង្គ្រោះប៉ុណ្ណោះដែលនៅសល់កន្លែងនេះចូលយើងដើរលេងមើលអ្វីដែលនៅខ្ញុំភ្លេចយកឧបករណ៍បញ្ឆេះភ្លើងទៅជាមួយដោយមានជំនួយពីភ្លើងនៅយប់នោះទីបំផុតឌីយ៉ាលេងទីយ៉ាទីបំផុតមិនចាំបាច់ស៊ូទ្រាំនឹងសេតុណ្ហភាពត្រជាក់និងត្រជាក់ខ្លាំងម្ដងជាអកុសលពីមានមិនបានសហការទេហើយនៅពេលលេងយកពួកឲ្យញាប់អើមួយបានបន្លឺឡើងមុនពេលដែលឌីយ៉ាអាចប្រតិកម្មបានពេលពួកគេមកដល់ភ្លាមវិមានស៊ូក្រាក៏ចាប់ដើមភ្លាមធ្លាក់ខ្លាំងធ្វើឲ្យគ្មានជំរឿអ្វីផ្សេងឌីយ៉ាគ្មានជំរឿអ្វីក្រៅពីយកភ្លើងបានលាក់ខ្លួននៅក្នុងរូងភ្នំមួយដោយមានបំណងចង់ដូច្នេះយើងបានចំណាយពេលមួយយប់ហើយបន្ទាប់មកគាត់ទើបតែបិទចម្លែកមួយបានក៏ដែរបន្ទាប់មកពួកគេបានរកឃើញថាមានអ្វីរបស់ខ្លួនដោយមានការសង្ស័យគាត់ត្រូវបានលបងឲ្យក្រោកឡើងហើយរុករកហើយបន្ទាប់ខ្លាចយ៉ាងខ្លាំងនាងបានដឹងថាខ្លួននាងក៏បានបំបែកចូលទៅក្នុងរុនកណ្ដុរហើយឥឡូវនេះឌីយ៉ាបានងាកមកហើយដើរទៅរកការនាំចេញកំពុងកើនឡើងប៉ុន្តែដោយសារតែមានចលភ័យស្លន់ស្លោគាត់បានរបួសជើងចាស់របស់គាត់ចូលនៅស្ថានភាពរបស់គាត់បានប្រជុំគ្នាយ៉ាងជិតស្និទ្ធជាមួយកណ្ដុរដោយទន្ទឹងត្រូវបានគ្រប់ដណ្ដប់ដោយភពក្រាស់កណ្ដុរឈ្មោះឌីអាមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់គាត់បានវាចេញពីរូងចេញនំសម្លេងក្រហមទៅលើមេឃក្នុងភ្លៀងធ្លាក់ខ្លាំងគាត់មិនដែលស្រមៃថាគាត់គ្រាន់តែជានាងបានសម្លាប់ប្តីរបស់នាងហើយពិតជាត្រូវបានប្រកាសដាក់ទោសបែបនេះនឹងមកដល់នៅថ្ងៃបន្ទាប់ព្រលឹមឡើងឌីយ៉ាបានដេកលក់យ៉ាងស្កប់ស្កល់ប៉ុន្តែបន្ទាប់មកសម្លេងទុកលបឿនលឿនបានត្រូវបានដាស់ឲ្យភ្ញាក់ពីដំណេកហើយបន្ទាប់មកចុះវាបង្ហាញថាវាតាក់ទងនឹងរដ្ឋាភិបាលទុកលបឿនលឿនមួយបានបើកាត់ហើយខ្ញុំមានអារម្មណ៍គាត់បានស្រែកសុំជំនួយភ្លាមទោះជាយ៉ាងណាក៏ដោយសារតែចម្ងាយឆ្ងាយវាមនុស្សនៅលើទូកមិនអាចជឿវាតតែសោះដោយឃើញថាខ្សែជីវិតគឺបែបនេះឯងពួកគេបានរត់គេចខ្លួនហើយឌីយ៉ាក៏ប្រញាប់ប្រញាល់នាងបានដោះសម្ពុតចេញហើយរំជុំវិញដោយមិននឹកស្មានដល់ចលនានេះពិតជាអ្នកប្រមាញ់ជាច្រើនអ្នកនៅលើទូកលបឿនលឿនមនុស្សបានកត់សម្គាល់ឃើញគាត់ដោយជោគជ័យហើយជាសំណាងអ្នកប្រមាញ់ទាំងនេះសុទ្ធតែជាមនុស្សល្អពេលដឹងអំពីទុកលំបាករបស់ឌីយ៉ាក្រោយមកក្រុមនោះបានសន្យាភ្លាមពួកគេនឹងជួយសង្គ្រោះគាត់ហើយផ្ដល់កំប៉ុងមួយក្បាលរបស់គាត់ត្រូវបានប្រើដើម្បីបំពេញក្រពះរបស់គាត់ឌីយ៉ានៅជាមួយស្វាមីពេលពួកគេមកទីនេះដើម្បីទស្សនាស្វាមីមិនពូកែខាគាត់បានលងទឹកស្លាប់ពេលកំពុងហែលទឹកដែលនាំគាត់ត្រូវបានជាប់នៅក្នុងព្រៃបុរាណនេះបន្ទាប់ពីលីនបរោះពេញវ័យជាច្រើនអ្នកពិតជាគាត់បានបង្កើតចិត្តណាអាក្រក់មកលើគាត់ស៊ីបើមានការមិនចុះសម្រុងគ្នាបន្តិចបន្តួចត្រូវបានបងចូលទៅក្នុងព្រៃដើមឈើរួចរាល់ហើយគាត់ត្រូវគេប្រហារជីវិតនៅនឹងកន្លែងទើបពេលនេះទេដែលប៊ីយ៉ាដឹងខ្លួនគាត់បានដឹងថាគាត់បានឡើងលើកប៉ាល់ចោលសមុទ្រគាត់ត្រូវបានសង្គ្រោះភ្លាមហើយខ្ញុំបានព្យាយាមធ្វើការយ៉ាងលំបាកប៉ុន្តែវាមិនមានប្រយោជន៍ទេបន្ទាប់ជន់ល្មើបានដកខ្លួនចេញតើជាការព្រមានដល់ឌីយ៉ាចុះស្មោះត្រង់ទៅបើមិនដូច្នោះទេខ្ញុំនឹងឲ្យវាទៅជួបព្រះប៉ុន្តែអ្នកណាដឹងថានឹងមានអ្វីកើតឡើងចោលនោះស្រាប់តែលោតចេញមកឈាមចាស់មាត់គ្រាន់តែជាឈាមល្អមួយបងស្រីស៊ីនបានជួយដោយដំបងឡើយបងស្រីធំឡៃគឺជាប្រេនេះអ្នកកាន់ឈូសពេលបានដឹងអំពីឌីក្រោយពីត្រូវបានក្រុមចោរដេញតាមសម្លាប់បងស្រីច្បងបាននាំគាត់ភ្លាមពួកគេបានរត់គេចខ្លួនដោយទុកលបឿនលឿនទោះជាយ៉ាងណានេះគ្រាន់តែជាអ្វីដែលគាត់បានឃើញដោយចៃដន្យត្រូវបានក្រុមចោរជាច្រើនអ្នកប្រទះឃើញដូច្នេះដោយមិននិយាយអ្វីសោះខ្ញុំក៏បានបាត់ទុកលឿនរបស់ពួកគេដើម្បីដេញតាមមកភាគីទាំងពីរបានចាប់ដើមការដេញតាមពួកចោរដែលខំសម្បាបានលើកដៃឡើងការបាញ់ប្រហារការរត់ក្នុងចម្ងាយឆ្ងាយដោយសារតែពួកគេនៅឆ្ងាយគ្នាទើបពួកគេទាំងពីរអាចផុតពីការភ្លាមនោះកងទ័ពបានត្រៀមខ្លួនបើកការវាយប្រហាររបស់ខ្លួនរក្សាទីបញ្ចុះសបានពឹងផ្អែកលើនេះរក្សាបាល់ដ៏ល្អឥតខ្ចោះត្រូវបានប្រើប្រាស់ដោយជោគជ័យត្រូវបានរុះរើជាបណ្ដោះអាសន្នពួកចោរបានដេញតាមពួកគេឥតឈប់ឈរប៉ុន្តែតើពួកចោរអាចធ្វើដូចម្តេចបានយ៉ាងងាយស្រួលពួកគេចង់បោះបង់ចោរយ៉ាងងាយពួកគេចង់បងប្រុសដែលត្រូវបានសម្លាប់ដោយខុសឆ្គងកំពុងសងសឹកដើម្បីកម្ចាត់ពួកចោរនៅពីក្រោយគាត់ការដេញតាមអ្នកយាមទីបញ្ចុះសបើកបរយន្តដែលត្រូវបានបាញ់ហើយជួបបារលបឿនលឿនបានប្រញាប់ប្រញាល់ទៅច្រាំងយ៉ាងលឿនបន្ទាប់មកគាត់បានផ្ដល់សញ្ញាប្រាប់ដេឲ្យប្រញាប់រត់គេចខ្លួនតែនៅពេលនេះឌីយ៉ានៅតែអង្គុយស្ងៀមស្ងាត់នៅលើទូកមុខរបស់គាត់ពោពេញដោយភាពច្របូកច្របល់នឹងការស្រីដែលយាមទីបញ្ចុះសបានធ្វើសកម្មភាពត្រឡប់មកវិញនោះហើយជាអ្វីដែលអនុញ្ញាតឲ្យដើម្បីជួយសង្គ្រោះជីវិតរបស់គាត់ពួកគេទើបតែចាក់ចេញទៅទូកលបឿនលឿនដែលមានផ្សែងហុយចេញពីជើងរបស់វាបានកាត់ឡើងហើយបន្ទាប់មកគាត់បានចាប់ដើមដំណើររត់គេចខ្លួនតែខ្ញុំមិនបានញ៉ាំអាហារឆ្អែតអស់រយៈពេលច្រើនបានឃ្លានអាហាររួចទៅហើយការស្វែងរកអបិយជំនឿគឺខុសជាមូលដ្ឋានមិនអាចតាមទាន់អ្នកថែទាំទីបញ្ចុះសបានទេមិនត្រឹមតែប៉ុណ្ណោះឌីយ៉ាថែមទាំងគាត់ចាប់ដើមត្អូញត្អែអំពីបងស្រីច្បងរបស់គាត់ដោយសារតែវាមិនស្លាប់ទេប៉ុន្តែអូនស្រីខ្ញុំបានសម្លាប់ពួកចោរប្រសិនបើដៃគូត្រូវបានវាយប្រហារបន្ទាប់ប្រសិនបើពួកសិស្សចាប់នាងបាននាងក៏នឹងគាត់នឹងមិនរួចផុតពីសេចក្តីស្លាប់ឡើយអូនត្អែទាំងអស់គឺដោយសារតែបងស្រីច្បងសម្ដីទាំងនេះពីខ្លួនគាត់ផ្ទាល់បានធ្វើឲ្យបងស្រីច្បងរបស់ខ្ញុំខឹងខ្លាំងភ្លាមមកចោះនាងមិននឹកស្មានថានាងនឹងប្រថុយប្រថានដល់ជំនួយក្នុងគ្រាមានហានិភ័យដល់អាយុជីវិតដោយមិននឹកស្មានដល់ខ្ញុំបានជួយសង្គ្រោះមនុស្សដែលបានកំហឹងនាងម្ដងទៀតពួកគេមិនបានលួងលោមដែរទេរឿងនេះធ្វើឲ្យបងស្រីនោះខឹងយ៉ាងខ្លាំងហើយបន្ទាប់មកគាត់បានសម្លឹងគាត់ទាត់នឹងស៊ីឌីអាដោយមានការជិះចាប់បានអង្វរសុំសេចក្តីគេបាននិយាយថាពួកគេនឹងមិនហ៊ានទៅឆ្លើយថាឌីយ៉ាបានប្រព្រឹត្តខ្លួនរួចហើយចុះបងស្រីច្បងឥឡូវអ្នកធំពេញវ័យហើយឲ្យនាងរួចផុតពីអន្ទាក់នោះរួចក៏បន្ទាប់មកអ្នកទាំងពីរបានទៅបាត់ទឹកជ្រោះដែលខ្លាចឆ្វេងខ្ញុំបានលាងសម្អាតពួកចេញពីរាងកាយរបស់ខ្ញុំបន្ទាប់មកពួកគេបានទៅដល់ច្រាំងទន្លេខ្ញុំចង់ឃើញថាតើមានកប៉ាល់ណាឆ្លងកាត់ដែរទេពួកគេបានរងចាំតាំងពីថ្ងៃសូម្បីតែពេលយប់ក៏ខ្ញុំនៅតែមិនឃើញមានអ្នកណាដើរកាត់ដែរកប៉ាល់ជាសំណាងល្អបងស្រីច្បងមានបទពិសោធន៍ច្រើនរស់រៀនមានជីវិតនៅព្រៃទេពួកគេបានចាប់បានច្រើនអ្នកដោយមិនដឹងទីបំផុតបានបំពេញក្រពះដែលឃ្លាននោះសំណាងឌីយ៉ាមិនធ្លាប់មានពីមុនមកបន្ទាប់ពីញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់រួចដល់ពេលញ៉ាំពួកគេបរិភោគឆ្អែតហើយអ្នកទាំងពីរក៏បានក្រោមឈើដើម្បីធ្វើអ្វីមួយខ្ញុំនៅមិនទាន់ក្រោកពេញមួយយប់ហើយរងចាំរហូតដល់ថ្ងៃនេះបងស្រីច្បងក៏មានអារម្មណ៍គេចាប់ដើមដាក់អន្ទាក់បែរមុខទៅរកមេឃព្រោះនាងបានទីថាចោលទាំងនោះពួកគេនឹងតាមទាន់ឆាប់នេះប៉ុន្តែនៅពេលនេះឌីយ៉ាកំពុងតែសោកដោយមិនភ័យស្លន់ស្លោខ្ញុំបានរើសយកគ្រឿងសម្អាងបន្ទាប់មកនាងបានតុបតែងមុខរបស់នាងជាសំណាងល្អបងស្រីច្បងមិនបានតាមគាត់ទេចំណេះដឹងទូទៅការប្រើប្រាស់ភ្លើងពួកគេបានដុតគំនរអស់បងស្រីច្បងដែលបានធ្វើរឿងទាំងអស់នេះបន្ទាប់មកគាត់បានផ្ដល់សញ្ញាទៅដែលឲ្យដកធ្វើជាការរំពឹងទុកភ្លើងបានឆាប់ឆេះសែងហុយឡើងយ៉ាងលឿនបន្ទាប់មកពួកគេបានបិទឈាមរបស់ចោរជាច្រើនពួកគេឲ្យមករងចាំរហូតដល់ពួកចោរពេលពួកគេរត់មកអ្នកទាំងពីរក៏មនុស្សនោះបានបាត់ខ្លួនជាយូរមកហើយដោយគ្មានដែន同伴们见状也闻讯赶来，直到现在几人才意识到，他们这是中了对方的调虎离山之计。与此同时，另一边的两人已经赶到河边，准备驾驶着歹徒的快艇逃亡。可就当护林员拼上老命推动快艇时，迪亚却傻乎乎地坐在船上看戏。这气得大姐急忙呼喊迪亚帮忙，而迪亚见状这才拿起船桨划动。可现在已经为时已晚，因为此时的歹徒已经追杀上来，下一秒大姐的腿就不慎被击中，但她还是强忍着剧痛。ដោយប្រើប្រាស់កម្លាំងចុងក្រោយពួកគេបានរុញទុកលបឿនលឿនចូលទៅក្នុងទន្លេបងស្រីច្បងបានអង្វរឌីយ៉ាឲ្យត្រឡប់ជួយសង្គ្រោះនាងប្រាថ្នាចង់បានបន្តិចម្ដងពួកចោរកំពុងបិទចិត្តទីអាភ័យខ្លាចខ្លាំងណាស់រហូតដល់នាងគេមិនហ៊ានហៅមុខរបស់ពួកគេហើយដូច្នេះ
សេបងស្រីច្បងនៃសត្វវិញ្ញាណវាបានធ្លាក់ទៅក្នុងដៃរបស់អុកក្រិតជនរឿងនេះធ្វើឲ្យបងស្រីច្បងខឹងយ៉ាងខ្លាំងដែលបន្តមកបានអាស៊ីវាបានស្ដោះទឹកមកសេចក្រាស់ក្នុងមាត់របស់គាត់ហើយឌីយ៉ាក៏គេឈោមមើលដល់ត្រជាក់ពីលើប៉ាភ្លាមនោះជន់ដៃដអូនស្រីរបស់ខ្ញុំបានអូសខ្ញុំចូលទៅក្នុងនេះជាករណីនៃការប្រែក្លាយរឿងអាក្រក់ទៅជារឿងល្អរបស់ខ្ញុំបានបន្តបញ្ចប់មកបងស្រីច្បងបានអះអាងគាត់មានការការពារពីព្រះភ្នំដូច្នេះគាត់បានសម្លាប់នាងនឹងរងទុក្ខដោយអំពើហិង្សាដ៏កម្លាំងខ្លាំងដោយមិននឹកស្មានដល់ភ្លាមនោះគាត់និយាយចប់អូនស្រីរបស់ខ្ញុំមានអារម្មណ៍ដូចជានាងត្រូវបានលើកលើរបស់នាទីបន្ទាប់ខ្យល់បក់ខ្លាំងមួយបានបក់បោកពេញនីតិពេលឃើញបែបនេះភ្លាមពួកចោរក៏គាត់មានការងឿងឆ្ងល់វាហាក់ដូចជាបងស្រីពិតជាមិនធម្មតាមែនដើម្បីទប់ស្កាត់កុំឲ្យសោកនាដកម្មកើតឡើងក្រុមមិនបាននិយាយអ្វីទាំងអស់គាត់ធៀបនឹងច្របាច់កបងស្រីរបស់គាត់ដោយមិននឹកស្មានដល់នៅវិនាទីបន្ទាប់នាងត្រូវបានការវាយប្រហារដោយលួចលាក់ពីបាក់ពួកបង្ហាញថាអូនប្រុសបានទុកចិត្តបងស្រីយ៉ាងខ្លាំងដោយមានការការពារពីព្រះភ្នំខ្ញុំព្រួយបារម្ភអំពីខ្លួនបានធ្វើឲ្យព្រះភ្នំខឹងសម្បាហើយត្រូវបានក្រុមចោរវាយប្រហារយ៉ាងខុសគ្នាគាត់បានសម្លាប់បុរសម្នាក់ដែលមានរូបរាងច្បងជាងជុងក៏បានចាប់យ៉ាងរហ័សកំភ្លើងរបស់ជនវាយប្រហារបានឆ្លងកាត់ហើយវាបានប្រែក្លាយស្ថានភាពដោយជោគជ័យដោយបានស្ពែកអ្នកនឹងត្រឡប់មកទីក្រុងវិញបន្ទាប់ពីទីក្រុងនេះឌីយ៉ាក៏បានបន្តដោយជោគជ័យទទួលរាប់រយពាន់លានដុល្លារពីស្វាមីអ្នកដើម្បីបង្ហាញពីការដឹងគុណរបស់យើងចំពោះមានអំណរគុណចំពោះព្រះគុណដែលបានសៀននឹងបងស្រីរបស់នាងមកធ្វើបាហើយរីករាយជាមួយពេលវេលាបន្ទាប់មកអ្នកទាំងពីរបានងាកមកវិញព្រៃដែលមិនអាចបំភ្លេចបាននេះលីនហើយបានទិញវាក្នុងតម្លៃដ៏ច្រើនអាហារច្រើនគ្រាន់ជារង្វាន់អ្នកដែលបានជួយសង្គ្រោះឌីយ៉ាកញ្ជ្រងតូចប៉ុន្តែគ្រាន់តែពេលពួកគេកំពុងរៀបចំចែកកញ្ជ្រងតូចនោះដូចជាមនុស្សពេញវ័យអញ្ចឹងដូចជាអសរជនម្នាក់បានលោតឡើងដោយសម្ងាត់ទុកលបឿនលឿនបានដេញតាមពួកគេអ្នកទាំងពីរបានហៅគ្នាហើយរស់នៅជាមួយគ្នាដែលគ្មានភាពអៀនខ្មាស់ទាំងនោះហើយខ្សែភាពយន្តនេះក៏បានបញ្ចប់ដោយបែបនេះក្រុង